អ្នកប្រុសចិននេះគឺជាសត្វល្អិតបំផ្លាញវិញ្ញាណនៃត្រកូលបីសាច់របស់ខ្ញុំកម្លាំងវិញ្ញាណពីការផ្ទុះរបស់វាអាចបំផ្លាញវិញ្ញាណរបស់ខ្ញុំទាំងស្រុងវាមានជំនាញកំទេចត្រកូលខ្ញុំវាគឺជាសត្វល្អិតបុរាណដ៏សាហាវមួយវាដាច់ពូជបាត់ទៅហើយហេតុអ្វីបានជាវានៅទីនេះលឿនឡើងរត់ឲ្យលឿនខាងមុខក៏មានដែរយើងត្រូវវាបានឡំពាត់ហើយរត់ទៅមុខវីវ៉ូហើយខំប្រឹងឡើងពួកយើងប្រយុទ្ធឲ្យអស់ពីសមត្ថភាពដើម្បីបើកផ្លូវប្រយុទ្ធវៃស៊ីងកងហេតុអ្វីបានជាអញសម្លាប់សិស្សរបស់យើងនៃនិកាយគួយយានវិញ្ញាណរបស់គេត្រូវបានបំផ្លាញហើយគេនឹងស្លាប់ទុកគេគ្មានប្រយោជន៍ទេគួរឲ្យស្អប់ណាស់អ្នកទាំងអស់គ្នាស្ដាប់ខ្ញុំបើវិញ្ញាណបំផ្លាញហើយចាំតែគេសម្លាប់ចោលទៅវីវ៉ូហើយព្រះ10000អង្គខ្ញុំយល់ហើយតាមពិតទៅការវាយប្រហារព្រលឹងមានប្រសិទ្ធភាពបែបនេះឯងប្រហើនម្នាក់នេះវិញ្ញាណបានបំផ្លាញហើយនឹងក្លាយជាមនុស្សឆ្កួតឯងនិយាយថាអ្នកណាឆ្កួតឈីងឈិនគេមិនមានបញ្ហាអីទេអ្នកប្រុសចិនមិនអីទេមិនអីទេខ្ញុំយល់ពីរបៀបដែលសត្វល្អិតនេះវាប្រហារបំផ្លាញវិញ្ញាណហើយអ្នកទាំងអស់គ្នាបញ្ចេញដែនដីនៃដាវទៅចូលព្រមដែនដីនៃដាវ